លោកឧត្តមអគាររៈថ្នាក់លេខ2អ៊ីសំអុលប្រធានពន្ធនាគារខេត្តពោធិ៍សាត់ខាងក្រោមនេះគឺជាប្រវត្តិនិងស្នាដៃមួយចំនួនដែលលោកបានបំពេញក្នុងរយៈពេលកន្លងមកលោកឧត្តមអគាររៈថ្នាក់លេខ2អ៊ីសំអុលលោកកើតនៅថ្ងៃទី1ខែមករាឆ្នាំ1966នៅភូមិព្រៃកន្លងឃុំព្រៃកន្លងស្រុកព្រៃវែងខេត្តព្រៃវែងដោយនៅពេលបច្ចុប្បន្នលោករស់នៅក្នុងភូមិលេខ1សង្កាត់កំពង់លាវស្រុកព្រៃវែងខេត្តព្រៃវែងមុននឹងលោកចូលកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់ 1. ប្រវត្តិនៃការសិក្សារបស់លោកពីថ្ងៃទី1ខែតុលាឆ្នាំ1983ដល់ថ្ងៃទី1ខែសីហាឆ្នាំ1985លោកបានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យព្រះអង្គឌួងខេត្តព្រៃវែងនៅថ្ងៃទី23ខែមេសាឆ្នាំ2007លោកទទួលបានសញ្ញាបត្របរិញ្ញាបត្ររងនីតិសាស្ត្រនៅវិទ្យាស្ថានក្រុងអង្គរពីថ្ងៃទី16ខែកក្កដាឆ្នាំ2007ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2007លោកទទួលបានវិញ្ញាបនបត្របណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌នៅសាលាភូមិន្ទនគរបាលនៅថ្ងៃទី11ខែឧសភាឆ្នាំ2009លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីវិទ្យាស្ថានក្រុងអង្គរនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2010លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌នៅសាលាបណ្ឌិតសភានគរបាលកម្ពុជាពីថ្ងៃទី22ខែធ្នូឆ្នាំ2010ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2010លោកទទួលបានវិញ្ញាបនបត្រសុក្រិតការគ្រូបង្គោលនគរបាលជាតិនៅសាលាបណ្ឌិតសភានគរបាលកម្ពុជានៅថ្ងៃទី8ខែមិថុនាឆ្នាំ2010លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រនៅសាលាបណ្ឌិតសភានគរបាលកម្ពុជាពីថ្ងៃទី2ខែឧសភាឆ្នាំ2011ដល់ថ្ងៃទី1ខែកក្កដាឆ្នាំ2011លោកទទួលបានវិញ្ញាបនបត្រគរុកោសល្យគ្រូបង្គោលនគរបាលជាតិនៅសាលាបណ្ឌិតសភានគរបាលកម្ពុជាពីថ្ងៃទី13ខែកញ្ញាឆ្នាំ2014ដល់ថ្ងៃទី12ខែធ្នូឆ្នាំ2014លោកទទួលបានវិញ្ញាបនបត្រផ្នែកបំពន់នីនគរបាលជាន់ខ្ពស់នៅសាលាសន្តិសុខប្រជាជនពីប្រទេសវៀតណាមពីថ្ងៃទី31ខែសីហាឆ្នាំ2015ដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2015លោកទទួលបានវិញ្ញាបនបត្រប្រឆាំងភេរវកម្មនៅសាលាភេរវកម្មមូស្គូពីប្រទេសរុស្ស៊ី 2. ប្រវត្តិការងាររបស់លោកបានចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី23ខែតុលាឆ្នាំ1985ពីថ្ងៃទី23ខែតុលាឆ្នាំ1985ដល់ថ្ងៃទី27ខែតុលាឆ្នាំ1990លោកបានបម្រើការងារនៅស្នងការនគរបាលខេត្តព្រៃវែងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវនិងសួរចម្លើយពីឆ្នាំ1990ដល់ឆ្នាំ1994លោកជាប្រធានផ្នែកសរុបនៃការិយាល័យសន្តិសុខនៅស្នងការនគរបាលខេត្តព្រៃវែងពីថ្ងៃទី27ខែតុលាឆ្នាំ1994ដល់ថ្ងៃទី13ខែធ្នូឆ្នាំ2002លោកជាអនុប្រធានទី1ការិយាល័យប្រឆាំងភេរវកម្មនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងពីថ្ងៃទី13ខែធ្នូឆ្នាំ2002ដល់ឆ្នាំ2009លោកជាប្រធានការិយាល័យការពារនិងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងពីឆ្នាំ2009ដល់ខែកុម្ភៈឆ្នាំ2013លោកជាប្រធានការិយាល័យឯកសារនៃស្នងការនគរបាលខេត្តព្រៃវែងពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2013លោកជាប្រធានការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងពីថ្ងៃទី13ខែមករាឆ្នាំ2014ដល់ថ្ងៃទី20ខែកុម្ភៈឆ្នាំ2017ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2017ដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2018លោកជាមន្ត្រីនាយកដ្ឋានព្រំដែនគោកពីថ្ងៃទី25ខែកញ្ញាឆ្នាំ2018ដល់ថ្ងៃទី5ខែមេសាឆ្នាំ2021លោកបម្រើការងារនៅពន្ធនាគារខេត្តព្រៃវែងមានតួនាទីជាអនុប្រធានពន្ធនាគារដោយមានការជឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់នៅថ្ងៃទី5ខែមេសាឆ្នាំ2021ហើយពិធីប្រកាសចូលកាន់មុខតំណែងត្រូវបានធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តមអគ្គនាយកដ្ឋានពន្ធនាគារថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរលោកធ្លាប់បានទទួលការលើកសរសើរដល់គ្រឿងអ៊ីស្រាអែលមេដាយបានសរសើរ1មេដាយប្រាក់2មេដាយការពារជាតិថ្នាក់មាសប្រាក់និងសំរឹទ្ធ3មេដាយការងារ
4. មនីសារភ័ណ្ឌថ្នាក់សេនា 5. មនីសារភ័ណ្ឌថ្នាក់ធិបតី 6. សវត្តរាថ្នាក់ធិបតី 7. ទទួលបានគ្រឿងឥស្សរិយយសបរិជាណាចក្រកម្ពុជាថ្នាក់សេនា 8. ទទួលបានគ្រឿងឥស្សរិយយសបរិជាណាចក្រកម្ពុជាថ្នាក់មហាសារីវ័តនិងទី 9 ទទួលបានគ្រឿងឥស្សរិយយសបរិជាណាចក្រកម្ពុជាថ្នាក់ជាតិតុបការហើយការផ្ដល់និងទទួលបានគ្រឿងឥស្សរិយយសមេដាយបានសរសើរដោយដែលបានរៀបរាប់ខាងលើគឺដោយសារតែលោកបំពេញការងារទទួលបាននៅស្នាដៃល្អសូមបញ្ជាក់ផងដែរថាលោកឧត្តមអគ្គនាយដ្ឋានលេខ 2 អ៊ីសំអុលលោកបានចូលបម្រើការងារជូនជាតិមាតុភូមិគឺមានអតីតភាពជាង40ឆ្នាំមកហើយទាំងក្នុងវិស័យនគរបាលនិងក្នុងវិស័យអនុរិយពន្ធនាគារហើយចុងក្រោយលោកបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់ក្នុងរយៈពេលដែលលោកចូលកាន់មុខតំណែងជាប្រធានពន្ធនាគារលោកបានខិតខំប្រឹងប្រែងដឹកនាំកសាងនៅហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនសម្បូរបែបអ្វីត្បិតតែពន្ធនាគារថ្មីទើបតែចាប់ផ្ដើមកសាងឡើងនៅដើមឆ្នាំ2021នេះតែដោយសារតែមានការចង្អុលបង្ហាញពីឯកឧត្តមអគ្គនាយកដ្ឋានពន្ធនាគារបូករួមបទពិសោធន៍ការងារនិងការយកចិត្តទុកដាក់ប្រកបទៅដោយចក្ខុវិស័យព្រមទាំងមានការចូលរួមជ្រោមជ្រែងពីមន្ត្រីក្រមអាវ៉ាតរបស់លោកឃើញថាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះអង្គភាពមានការរីកចម្រើនគួរឲ្យកត់សម្គាល់ស្មើមុខស្មើមាត់ជាមួយនឹងមន្ទីរអង្គភាពជុំវិញខេត្តហើយជាពិសេសលោកបានចែករំលែកនៅបទពិសោធន៍ល្អៗចំណេះដឹងភាពស្មោះត្រង់និងវិជ្ជាជីវៈហើយលោកក៏ជាមេដឹកនាំប្រកបទៅដោយគុណធម៌សុជីវធម៌សិលធម៌សច្ចធម៌ហើយលោកតែងតែអប់រំណែនាំដល់មន្ត្រីក្រមអាវ៉ាត់ទាំងអស់ត្រូវចេះសាមគ្គីគ្នារួមគិតរួមធ្វើរួមទទួលខុសត្រូវរួមដោះស្រាយទើបអង្គភាពមានការរីកចម្រើនបានដូចសពថ្ងៃនេះលោកត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី1ខែមករាឆ្នាំ2026ហើយលោកអាចចាត់ទុកបានថាជាស្ថាបនិកកសាងពន្ធនាគារថ្មីដោយលោកបានបន្សល់ទុកនៅស្នាដៃនិងសមិទ្ធផលជាច្រើនទុកសម្រាប់មនុស្សជំនាន់ក្រោយក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់សូមចងចាំនៅគំរូវីរភាពនិងគុណបំណាច់ដ៏ធំធេងរបស់លោកនិងសូមគោរពជូនពរដល់លោកឧត្តមអគ្គនាយកថ្នាក់លេខ 2 អ៊ីសំអុលនាឱកាសដែលលោកត្រូវបានចូលនិវត្តន៍នេះសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ពិសេសប្រកបទៅដោយពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ